បាទសូមជម្រាបសួរបងប្អូនកសិករបាទថ្ងៃនេះខ្ញុំបាទវិធីសូមធ្វើការបកប្រែអំពីវិធីសាស្ត្រនៃការដាំដំណាំលម៉ើបាទដែលឃើញថានៅស្រុកយើងឥឡូវគេកំពុងតែពេញនិយមរឿងដំណាំមួយនេះបាទអញ្ចឹងការដាំលម៉ើហ្នឹងទីមួយយើងត្រូវជ្រើសរើសពូជបាទទៅតាមសភាពភូមិអាកាសបាទហើយពូជដែលពេញនិយមក្នុងពេលបច្ចុប្បន្ននេះដែលទូទាំងអាស៊ីដែលគេនិយមដាំហ្នឹងគឺគេនិយមដាំពូជបាហ៊ីបាទពូជហូបផ្លែស្រស់បាទមានផ្លែពណ៌លឿងធំបាទដូចនៅក្នុងរូបភាពចឹងបាទលម៉ើវាមានច្រើនពូជបាទអញ្ចឹងគេបែងចែកលម៉ើជា3ប្រភេទគឺប្រភេទហូបផ្លែស្រស់បាទប្រភេទហូបផ្លែពាក់កណ្ដាលស្រស់ពាក់កណ្ដាលដំណាប់ហើយនិងប្រភេទហូបផ្លែជាដំណាប់បាទហើយលម៉ើគឺវាមានពីរភេទបាទគឺមានមេនិងឈ្មោលបាទគឺដើមមេមានផ្លែបាទហើយដើមឈ្មោលហ្នឹងអត់មានផ្លែទេតែគេក៏ត្រូវការឲ្យមានដើមឈ្មោលហ្នឹង30ដើមក្នុងអំឡុងដែលយើងដាំដើមលម៉ើ100ដើមបាទគឺយើងត្រូវការកេសររបស់ដើមឈ្មោលហ្នឹងដើម្បីយកមកផ្សំជាមួយនឹងកេសរដើមមេដើម្បីឲ្យវាកាន់ផ្លែបានកាន់តែច្រើនបាទហើយវិធីសង្កេតបាទគឺយើងមិនអាចសង្កេតបានទេនៅពេលដែលវាជាលក្ខណៈកូនបាទកូនតូចៗបែបនេះបាទអញ្ចឹងលម៉ើពូជហូបស្រស់អញ្ចឹងវាមានប្រហែលជា3ពូជធំដូចជាពូជបាហ៊ីផ្លែពណ៌លឿងបាទពូជហាយ៉ានីផ្លែពណ៌លឿងដែរហើយនឹងពូជម៉ាសាបាស៊ីបាទអានឹងផ្លែពណ៌ក្រហមបាទការដាំកូនលម៉ើដោយការបណ្ដុះគ្រាប់គឺគេមិនអាចចំណែកថាកូនណាជាកូនមេកូនណាជាកូនឈ្មោលបានទេលុះត្រាតែវាគ្រប់អាយុបាទគ្រប់អាយុគឺវាចេញផ្កាបានយើងអាចចំណែកបានថាដើមមួយណាមេដើមមួយណាឈ្មោលដោយការសង្កេតទៅលើផ្ការបស់វាបាទអញ្ចឹងរយៈពេលបើថាយើងទិញគ្រាប់ពីគេយកទៅបណ្ដុះខ្លួនឯងគឺវាប្រើរយៈពេលពី1ឆ្នាំបាទ1ឆ្នាំទៅ1ឆ្នាំ5ខែទើបយើងអាចយកកូននោះមកដាំបានបាទហើយរយៈពេលឲ្យផលក្រោយពីយើងដាក់ដាំបាទគឺ2ឆ្នាំកន្លះបាទទៅ3ឆ្នាំវានឹងចាប់ផ្ដើមឲ្យផលបាទសម្រាប់ពូជហូបផ្លែស្រស់បាទហើយការមើលថែបាទការមើលថែក៏មិនពិបាកដែរបាទលម៉ើគឺជាដំណាំស៊ីទឹកតិចបាទតែសំខាន់គឺឲ្យមានទឹកស្រោចស្រពជាបណ្ដើបាទហើយនៅថៃវាមានពូជមួយទៀតគេហៅថាពូជមេជូ36ឬពូជ KL1 បាទពូជហ្នឹងគឺជាពូជដែលមហាវិទ្យាល័យមេជូហ្នឹងគេបង្កាត់មកខ្លួនឯងនៅស្រុកថៃបាទហើយឃើញផ្លែពណ៌ខៀវនេះគឺម្ចាស់ចម្ការមួយនេះគាត់បានបង្កាត់បន្តទៀតបាទគាត់ថាលម៉ើដែលល្អគឺយើងហូបផ្លែខ្ចីបែបនេះអញ្ចឹងវាអត់ចត់ដល់ថ្នាក់កំពូលមាត់ចោលទេបាទអានេះគឺគាត់មានបច្ចេកទេសបង្កាត់ของគាត់ដែរតែគេអត់បាននិយាយទេបាទអញ្ចឹងពូជដែលគាត់បង្កាត់នេះគឺវាអាចហូបផ្លែនៅខៀវចេះបានដោយវាអត់ចត់អត់ល្វីងទេបាទគឺយើងអាចហូបបានហើយនៅពេលដែលវាទុំមែនទេគឺវាមានលក្ខណៈផ្អែមបាទផ្អែមដូចទឹកឃ្មុំអញ្ចឹងនេះបើតាមម្ចាស់ចម្ការថៃម្នាក់នេះគាត់បានប្រាប់ទៅវិធីកដែលទៅចុះសម្ភាសនៅក្នុងចម្ការគាត់ហ្នឹងបាទការមើលថែវាគឺ1ឆ្នាំបាទ1ឆ្នាំយើងប្រើជីកំប៉ុស្តហ្នឹង4ដងបាទគឺយើងដាក់3ខែម្ដងបាទដោយដាក់មកចុងខាងខ្មែរយើងគេហៅថាដាក់មកចុងស្លឹកបាទមកចុងស្លឹកគឺស្លឹកវាប្រហែលជាធ្លាក់ដល់ណាគឺយើងរោយជីតាមចុងស្លឹកវាហ្នឹងគេថារឹសវាដើរដល់ប៉ុណ្ណឹងណាបាទអញ្ចឹងយើងមកមើលវិធីដាំបាទវិធីដាំរបស់គេហ្នឹងគឺវាអត់ពិបាកទេទីមួយគឺយើងសង្កេតបាទនេះគឺកូនបណ្ដុះគ្រាប់បាទកូនបណ្ដុះគ្រាប់គឺត្រូវមានអាយុពី1ឆ្នាំដល់1ឆ្នាំ5ខែទើបយើងអាចយកមកដោះបានឲ្យវាឡើងធៀងដូចដែលគេចាប់ឲ្យមើលមិញហ្នឹងបាទបានយើងអាចយកមកដាំបានបាទកូនទូចមិនមែនថាយើងមិនអាចយកមកដាំបានតែយើងអាចយកមកដាំបានក៏ប៉ុន្តែការលូតលាស់វាយឺតបាទក្នុងរណ្ដៅគឺយើងជី5ទឹកបាទ5ទឹកគុណ5ទឹកចុះក្រោម5ទឹកបាទរួចហើយយើងដាក់ដោយជីកំប៉ុស្តបាទជីកំប៉ុស្តលាយជាមួយដីសើលើដែលយើងកាប់ចេញពីរណ្ដៅហ្នឹងគឺយើងច្បល់វាចូលឲ្យចូលគ្នាបាទបើថាដីយើង
ខ្លះជីវជាតិយើងអាចដាក់ជាកំបោរសបាទហើយកុំភ្លេចបងប្អូនទិញថ្នាំកណ្ដៀបាទថ្នាំការពារកណ្ដៀការពារដួងហ្នឹងយើងដាក់លាយនៅក្នុងដាវនឹងផងបាទក្រោយពីយើងលាយរួចហើយគឺយើងលុបដាវហ្នឹងឲ្យស្មើវិញបាទលុបឲ្យស្មើវិញហើយយើងយកកូនហ្នឹងមកដាក់កប់វាបាទកប់វារួចយើងពូនវាឲ្យរាងជាដំបូកបាទពូនវាជាដំបូកកន្លែងហ្នឹងហើយតែយើងអត់ពូនវាឲ្យចិត្តឈឹងឲ្យចិត្តគល់កូនហ្នឹងទេតែកាលណាពូនយើងពូនចិត្តគល់កូនហ្នឹងពេកគឺវាធ្វើឲ្យគេហៅថាដង្ហើមនៃការដករបស់វាហ្នឹងវាដកបានអញ្ចឹងវាធ្វើឲ្យការលូតលាស់ហ្នឹងវាយឺតបាទដូចហើយយើងកាយដីបាទយើងកាយដីពីខាងក្រៅហ្នឹងយើងធ្វើឲ្យមានដូចជាកលៈសម្រាប់ទប់ទឹកនៅពេលដែលយើងស្រោចទៅអញ្ចឹងកុំឲ្យទឹកវាទៅវាហូរចេញអញ្ចឹងណាបាទបងប្អូនសង្កេតមើលកូនដែលគេយកទៅដាំគឺវាមានលាស់ធៀងបាទលាស់ធៀងគឺវាបែកស្លឹកទៅជាចំហៀងអញ្ចឹងបានយើងអាចយកមកដាំបានហើយការលូតលាស់ហ្នឹងក៏វាលឿនដែរបាទក្រោយពីយើងដាំបាទក្រោយពីយើងដាំបើយើងមើលថែល្អចាប់ពី2ឆ្នាំបាទ2ឆ្នាំកន្លះទៅ3ឆ្នាំហ្នឹងគឺវាឲ្យផលហើយបើសិនជាវាជាដើមមេបាទអញ្ចឹងយើងឃើញថាដើមលម៉ើនេះវាមានអាយុប្រហែលជា2ឆ្នាំហើយអញ្ចឹងបាទ2ឆ្នាំហ្នឹងគឺវាចិត្តឲ្យផលហើយបើយើងមើលថែល្អកំឡុងពេលក្រោយពីយើងដាំដាក់កូនហើយហ្នឹងប្រហែលជា2ឆ្នាំហ្នឹងគឺវាចាប់ផ្ដើមចេញកូនមកជាចង្ហៀងហើយដើមខ្លះវានឹងចេញផ្កាមកហើយបាទនេះគឺជាការធ្វើជើងបាទធ្វើជើងគឺយើងកាយបាទកាយវាឲ្យវាមានវិថាការកំបាំងទឹកនៅពេលយើងស្រោចទឹកស្រោចអីចឹងបើដីវាស្រង់ទឹកលឿនវាធ្វើឲ្យការទប់ទឹកហ្នឹងវានៅបានយូរបាទហើយម្យ៉ាងទៀតសម្រាប់ការដាក់ជីបាទដាក់ជីហ្នឹងគឺយើងដូចខ្ញុំថាមកអញ្ចឹងគឺគេដាក់មកចុងស្លឹកបាទមួយឆ្នាំយើងដាក់4ដងដូចជាជីកំប៉ុស្តបាទជីកំប៉ុស្តបងប្អូនជីអាចគោជីលមួកគោអីហ្នឹងបាទយើងអាចយកមកដាក់នៅនឹងបានបាទការបំពន់វាណាបាទហើយយើងអាចធ្វើជើងយើងអាចបាញ់ជាពួកអរម៉ូនបាទដើម្បីជំនួយឲ្យវាលូតលាស់លឿនកាលណាតែយើងមើលថែល្អផលវាក៏ឲ្យផលយើងលឿនទៅតាមនឹងដែរបាទការដាំលម៉ើគឺវាអត់ពិបាកទេបាទរយៈពេលចាប់ពី3ឆ្នាំបាទវានឹងមានកូនខ្នែកដុះមកបើសិនជាដើមនោះវាជាដើមមេយើងអាចបំបែកកូននោះយកទៅដាំបន្តហើយកូនដែលបំបែកចេញពីដើមមេនោះយើងយកទៅដាំនោះក៏វាជាដើមមេដែរបាទវាអត់ទៅជាដើមឈ្មោលទេបាទអញ្ចឹងបើសិនជាយើងដាំបានដើមមេច្រើនហើយយើងអាចបំបែកកូនច្រើនក៏យើងមិនចាំបាច់ចំណាយទុនទៅទិញពីគេយកមកដាំដែរបាទគឺរយៈពេល3ឆ្នាំទៅហ្នឹងគឺយើងអាចបំបែកកូនវាហ្នឹងយកមកដាំបានហើយបាទការដាំលម៉ើហ្នឹងវាដូចជាមរតកមួយបន្តទៅកូនចៅយើងទៀតអញ្ចឹងព្រោះអីលម៉ើវាមានអាយុវែងបាទឲ្យតែយើងអាចបំពន់និងមើលថែវាល្អអញ្ចឹងវាមានអាយុវែងដល់ទៅ100ឆ្នាំអីនោះបាទអាហ្នឹងបើតាមនិយាយថាណាបាទយើងក៏មិនច្បាស់ដែរបាទអានេះគឺជាផ្លែពូជបាហ៊ីបាទឃើញតែផ្លែល្អនេះដើមអាយុ5ឆ្នាំបងប្អូនឲ្យផល2ដងហើយបាទតាមម្ចាស់ចំការគេថាបាទហើយភូមិសាស្ត្រនៃការជ្រើសរើសដាំវាមិនពិបាកទេបាទលម៉ើវាជាដំណាំដែលចូលចិត្តអាកាសធាតុក្តៅហើយបាទព្រោះអីវាមានដើមកំណើតប្រហែលជានៅប្រទេសអ៊ីស្រាអែលបាទហើយយើងយកមកដាំនៅអាស៊ីយើងក៏អាចដាំបានបាទអានេះបងប្អូនឃើញទេកូនដែលគេចងហ្នឹងគឺគេអាចបំបែកវាយកទៅលក់ឬយកទៅដាំបានហើយមានតម្លៃថ្លៃបើសិនជាគេបំបែកចេញពីដើមមេយកទៅលក់បាទវាអាចមានតម្លៃដល់ទៅ$100ជាងបាទសូមអរគុណ